លោកអ្នកនាងជាទីមេត្រីអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីលោកហ៊ុនសែនមានប្រសាសន៍ថាអ្នកដែលប្រឆាំង7មករាជាសម្ព័ន្ធមិត្តរបស់ប៉ុលពតលោកថែមទាំងបដិញ្ញាចិត្តថានឹងពុះពៀគ្រប់ឧបសគ្គហ៊ានបដូរជីវិតដើម្បីការពារសមិទ្ធផល7មករានេះឲ្យស្ថិតស្ថេរជារៀងរហូតតើគណៈបកប្រជាជនកម្ពុជាប្រើវិធីបែបណាខ្លះដើម្បីការពារសមិទ្ធផលនៃថ្ងៃ7មករាលោកវ៉ាន់វិចារមានសេចក្តីរាយការណ៍មួយអំពីរឿងនេះបើចង់ដឹងថាគណៈបកប្រជាជនកម្ពុជាប្រើវិធីបែបណាដើម្បីការពារសមិទ្ធផល7មករានោះយើងត្រូវដឹងជាមុនថាអ្វីខ្លះជាសមិទ្ធផល7មករាសិនថ្ងៃ7មករា1979ជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបឃោឃៅអាវខ្មៅប៉ុលពតថ្ងៃនេះក៏ជាថ្ងៃដែលកងទ័ពវៀតណាមចូលឈ្លានពានប្រទេសកម្ពុជានិងជាថ្ងៃដែលក្រុមមន្ត្រីគណៈបកប្រជាជនកម្ពុជាសពថ្ងៃបានធ្វើធំដឹកនាំប្រទេសក្រោមការលើកបន្ទប់ពីវៀតណាមគណៈបកកណ្ដាលអំណាចអះអាងថាសមិទ្ធផលធំមួយរបស់ខ្លួននោះគឺជាការនាំសន្តិភាពនិងស្ថិរភាពនយោបាយជូនប្រជាជាតិកម្ពុជាហេតុនេះការរក្សាសន្តិភាពជាកាតព្វកិច្ចចាំបាច់របស់ខ្លួននៅពេលដែលខ្មែរក្រហមរត់ចេញពីភ្នំពេញទៅកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិសពបែបសពយ៉ាងតាំងពីព្រៃឈើសត្វព្រៃធនធានរ៉ែនិងធនធានមច្ឆជាតិជាដើមត្រង់ចំណុចនេះគណៈបកកណ្ដាលអំណាចលើកឡើងថាកម្ពុជានៅឆ្នាំ1979ជាឆ្នាំ0ឬជាឆ្នាំគំនោផែផង់គណៈបកប្រជាជនថែមទាំងអួតទៀតថាខ្លួនអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដោយសពថ្ងៃជាពិតពីឆ្នាំ1979ដល់ឆ្នាំ1993ការអភិវឌ្ឍវិស័យសាធារណៈក្នុងប្រទេសកម្ពុជាមិនបានប្រែប្រួលជាដុំកំភួននោះទេមូលហេតុនេះព្រោះតែរដ្ឋការខ្មែរក្រហមដែលកាន់អំណាចនៅក្នុងព្រៃពេលខ្លះបានចេញមកវាយប្រហារឆក់ប្លន់នៅទីប្រជុំជនដែលជាតំបន់គ្រប់គ្រងដោយរដ្ឋកម្ពុជាគណៈបកប្រជាជនកម្ពុជាទប់ទល់នឹងខ្មែរក្រហមដោយអនុញ្ញាតឲ្យកងទ័ពវៀតណាមឈរជើងនៅកម្ពុជានិងដាក់ជំនាញការគ្រប់ក្រសួងគ្រប់ខេត្តគ្រប់តំបន់នៅទូទាំងប្រទេសរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្នាំ1991រវាងរដ្ឋាភិបាលត្រីភាគីដែលដឹកនាំដោយសម្ដេចនរោត្តមសីហនុនិងភាគីរដ្ឋកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនភាគីទាំងអស់ព្រមព្រៀងគ្នាចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ1993ដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្នឬអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ថាអ៊ុនតាគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតក្នុងការបោះឆ្នោតលើកដំបូងនោះតែបកនេះបានឡាំប៉ាទាមទារអំណាចរួមជាមួយនឹងគណៈបកហ៊ុនស៊ិនប៉ិចដែរបើបកហ៊ុនស៊ិនប៉ិចមិនព្រមចែកអំណាចទេនោះរដ្ឋាភិបាលថ្មីមួយអាចនឹងកើតមានឡើងនៅភាគខាងកើតទន្លេមេគង្គជាមិនខានសម្ដេចនរោត្តមសីហនុដោះស្រាយបញ្ហានេះដោយបង្កើតរដ្ឋាភិបាលក្បាល2ចម្លែកជាងគេនៅលើពិភពលោកប្រការទាំងនេះទំនងជាគណៈបកកណ្ដាលអំណាចគិតថាមានតែក្រុមខ្លួនទេមើលទៅដែលអាចរក្សាសន្តិភាពជូនកម្ពុជាបានក្នុងហេតុផលការពារសមិទ្ធផល7មករាឬការពារសន្តិភាពនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែនបានច្បាំងគ្នាជាមួយគណៈបកហ៊ុនស៊ិនប៉ិចនៅថ្ងៃទី5និងថ្ងៃទី6ខែកក្កដាឆ្នាំ1997ចម្បាំងមួយចំអិនកំពឹសនោះបានសម្លាប់មនុស្សអស់ជាច្រើននាក់ដៃម្ខាងរបស់គណៈបកប្រជាជនកម្ពុជាព្យាយាមផ្ដួលរំលំរបបខ្មែរក្រហមហើយជើងម្ខាងទៀតបែងគណៈបកហ៊ុនស៊ិនប៉ិចឲ្យដួលងើបមុខលែងរួចក្រៅពីប្រើយុទ្ធសាស្ត្រប្រើយុទ្ធវិធីប្រយុទ្ធដណ្ដើមអំណាចលោកហ៊ុនសែនក៏ថែមទាំងប្រើប្រាស់កម្លាំងបង្ក្រាបបាតកម្មទៀតបាតកោរាប់សិបនាក់បានស្លាប់និងរាប់រយនាក់ទៀតបានរងរបួសដោយសារតែអាជ្ញាធរបង្ក្រាបនិងស្នាដៃរបស់ជនអនាមិកដែលគប់គ្រាប់បែកចូលវងបាតកោនៅមុនឆ្នាំ2000ក្រៅពីសម្លាប់ក្រៅប្រព័ន្ធច្បាប់មន្ត្រីសង្គមស៊ីវិលសហជីពអ្នកកាសែតនិងពលរដ្ឋជាច្រើនក៏ត្រូវអាជ្ញាធរចាប់ដាក់គុកក្រុមលេសថារក្សាសន្តិភាពសុវត្ថិភាពសង្គមមានសុវត្ថិភាពដែលលោកហ៊ុនសែនឲ្យនិយមន័យនោះគឺជាសង្គមដែលគណៈបកប្រជាជនកម្ពុជាដឹកនាំប្រទេសឬនិយាយឲ្យស្រួលស្ដាប់គឺជាសង្គមដែលលោកហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីប្រហែលជាមើលឃើញបែបនេះហើយទើបមន្ត្រីគណៈបកប្រជាជនកម្ពុជាតាំងពីថ្នាក់លោកខែដល់ថ្នាក់ជំនួយការប្រធានភូមិតែងតែទទូចទារសគុណមិនដាច់ពីមាត់ពីប្រជាពលរដ្ឋខ្មែរមិនតែប៉ុណ្ណោះគណៈបកនេះថែមទាំងបំភ័យប្រជាពលរដ្ឋថាបើបកប្រឆាំងជាប់ឆ្នោតនឹងមានសង្គ្រាមជាដើមនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី5លោកហ៊ុនសែនប្រកាសជាសាធារណៈថាបើលោកចាញ់ឆ្នោតលោកនឹងឈប់ធ្វើបុណ្យលោកថែមទាំងបញ្ជាក់ទៀតថាបើចង់សងគុណ7មករាគឺត្រូវបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាបំភ័យសម្លុតគម្រាមបែបហ្នឹងមិនគ្រប់គ្រាន់ទេលោកហ៊ុនសែនក៏ចូលចិត្តប្រើវិធីទិញទឹកចិត្តឬទិញសមត្ថភាពអ្នកនយោបាយពីខាងក្រៅមកជួយខ្លួនដែរ
តាមរយៈយុទ្ធសាស្ត្រទិញនេះហើយដែលធ្វើឲ្យលោកមានទីប្រឹក្សាពូកែរាប់សិបនាក់នៅជុំវិញខ្លួននិងទិញរហូតដល់គណៈបករាជានិយមដែលធ្លាប់តែឈ្នះឆ្នោតនោះរលាយបាត់អស់អាសនៈពីសភាគ្មានសល់បើគ្រាន់តែធ្វើឲ្យគូប្រកួតប្រជែងចុះខ្សោយនោះគឺមិនគ្រប់គ្រាន់ឡើយសម្រាប់គណៈបកកណ្ដាលអំណាចគណៈបកនេះបានពង្រឹងសាមគ្គីភាពផ្ទៃក្នុងផ្នែកនយោបាយនិងកម្លាំងសេដ្ឋកិច្ចដ៏រឹងមាំគណៈបកប្រជាជនកម្ពុជាមិនបានរកស៊ីអ្វីបន្តិចទេតែបកនេះមិនខ្វះលុយចាយឡើយបកនេះដើរតួនាទីជាតាណូអែលចាំតែចែកអំណោយអ្វីដែលប្លែកបន្តិចនោះគឺតាណូអែលមែនទែនលួចប្លង់អំណោយឲ្យស្ងាត់រីឯតាណូអែលនៃគណៈបកប្រជាជនកម្ពុជាចែកអំណោយនៅពីខាងមុខម៉ាស៊ីនថតរូបដែលមានអ្នកថតរូបរាប់សិបនាក់គណៈបកប្រជាជនកម្ពុជាក៏មិនចាំបាច់ត្រូវការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណៈបកនយោបាយដើម្បីបានលុយជាតិមកឃោសនាបោះឆ្នោតតែគណៈបកនេះគឺមានលុយស្រាប់តែម្ដងតែលុយទាំងអស់នោះបានមកពីណាចម្លើយគឺបានមកពីរោគរដ្ឋមន្ត្រីប្រាក់ខែជាង4លានរៀលប៉ុន្តែជិះឡានសុទ្ធតែលុយស៊ី500ចិត្តផ្ទះធំស្ទឹមស្កៃតម្លៃរាប់លានដុល្លារគាត់រកលុយបានដោយវិធីណាចម្លើយគឺមានវិធីច្រើនណាស់តែចម្លើយមួយដែលគេនិយមនិយាយជាងគេនោះគឺបានមកពីអ្នកទាំងនោះមានជំនាញរកក្រៅអុកញ៉ាមួយចំនួនវិញមានសិទ្ធិស្របច្បាប់ទទួលយកដីរដ្ឋយកទៅលក់អ្នកខ្លះទៀតត្រូវបានរដ្ឋប្រគល់ដីសាធារណៈដែលមានប្រជាពលរដ្ឋរស់នៅលើទីនោះស្រាប់នោះឲ្យយកទៅវិនិយោគលោកអុកញ៉ាទាំងនោះមិនញញើតទេនឹងការបណ្ដេញពលរដ្ឋទាំងនោះចេញពីលំនៅឋានបន្ទាប់មកទៀតអ្នកខ្លះក៏រកស៊ីបូមខ្សាច់រកស៊ីលក់រ៉ែរកស៊ីលក់ឈើរកស៊ីដីសម្បត្តិព្រៃឈើនិងបើករោងចក្រជាដើមលុយដែលមិនសូវមានប្រភពច្បាស់លាស់ទាំងនេះហើយដែលជាគ្រឹះសម្រាប់ជ្រុំជ្រែងសមិទ្ធផលថ្ងៃ7មករាទោះជាយ៉ាងណាក៏ដោយយុវជនសកលក្រោយច្រើនណាស់ដែលចង់បានការអភិវឌ្ឍប្រទេសដោយផ្អែកលើផែនការច្បាស់លាស់នៅថ្ងៃទី7ខែមករាឆ្នាំ2015នេះយុវជនអ្នកលេង Facebook ជាច្រើនអ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំប្រទេសរបស់គណៈបកប្រជាជនកម្ពុជាបានចេញមុខបដិសេធសងគុណថ្ងៃ7មករាឆ្នាំ1979អ្នកខ្លះផ្ញើសាររិះគន់អ្នកខ្លះទៀតផ្ញើសារចំអកហើយអ្នកខ្លះទៀតផ្ញើសារជេរបញ្ចោលតែម្ដងពួកគេមិនពេញចិត្តប្រហែលជាមិនមែនមកពីគណៈបកប្រជាជនកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហមទេប៉ុន្តែអំពើអយុត្តិធម៌សង្គមពុករលួយបំផ្លាញធនធានទ្រព្យសម្បត្តិជាតិធនធានធម្មជាតិនិងការរំលោភសិទ្ធិពលរដ្ឋទៅវិញទេដែលធ្វើឲ្យពលរដ្ឋធុញទ្រាន់នឹងគុណបំណាច់7មករានេះខ្ញុំបានវិចារវិទ្យុអាស៊ីសេរីភ្នំពេញ